សួស្តីអតិថិជនទាំងអស់គ្នាជំនាញនេះណែនាំពីប្រភេទរទេះរុញដែលយើងអាចរុញបានងាយស្រួលយកតាមខ្លួនយើងអាចយកឡើងលើយន្តហោះបានអញ្ចឹងបាត់ដាក់ក្នុងវ៉ាលីឬក៏យកទៅណាម្នាក់ហើយយើងរុញឲ្យអូនក្នុងផ្សារឬក៏តាមផ្លូវឡាយដើរលេងបានដោយសារប្រភេទនេះវាស្រាលហើយយើងអាចបាត់ដាក់តាមខ្លួនបានអញ្ចឹងយើងអាចរុញពីខាងមុខពីខាងក្រោយក៏បានងាយស្រួលទៅឡើងហើយប្រភេទហ្នឹងគឺមានប្រាំងយើងអាចជន់ប្រាំងនៅខាងក្រោយកង់ខាងមុខគឺវិលបាន360ដឺក្រេបាត់ឆ្កូតទៅខាងណាក៏បានដែរកន្លែងដាក់ឈ្នាន់ជើងរបស់គាត់មានទៀតហើយមានក្បាត់សុវត្ថិភាពអាចគាត់ចេញបានទេហើយរបៀបបត់យើងគ្រាន់តែរុញដៃវាចុះដោះកលឺតែប៉ុណ្្នឹងគឺយើងអាចបត់ទុកបានតែម្ដងគឺទូចមែនទែនអាចដាក់នៅក្នុងវ៉ាលីយើងយកឡើងលើយន្តហោះបានងាយស្រួលមែនទែនអញ្ចឹងយើងចង់ងាយស្រួលជាងនឹងទៀតយើងគ្រាន់តែដាក់ទៅពួកកលឹះវាខាងមុខមកគឺយើងយួរទៅដៃមិនចាហៀងទេហើយវាអត់ធ្ងន់ទេគឺស្រាលមែនទែនសម្រាប់អ្នកដែលគាត់ចង់យកទៅក្រៅប្រទេសហើយយើងអាចដូរមុខយើងអាចរុញពីខាងមុខក៏បានរុញពីខាងក្រោយក៏បានយើងដកទៅកលឹះហ្នឹងទៅយើងអាចពវល់រុញពីខាងមុខរុញពីខាងក្រោយបានអញ្ចឹងតម្រូវទៅតាមអូនដែលគាត់ចង់មើលមុខយើងឬក៏គាត់ចង់មើលទេសភាពអីចឹងណាតែសម្រាប់ម៉ូតនេះគាត់អាចគេងបានទេយើងគាត់អាចបានអង្គុយតែប៉ុណ្្នឹងឯងហើយសម្រាប់តម្លៃអ្នកទាំងអស់គ្នាអាច inbox បានផ្ដល់ជូនតម្លៃពិសេសជូនបាទអញ្ចឹងមានប៉ុណ្្នឹងណែនាំសូមអរគុណ